ចា៎ជំរាបសួរប្រិយមិត្តជាទីគោរពដែលជាទីមេត្រីវេលានេះគឺថាក្បួនរថយន្តគណៈប្រតិភូយើងបាននឹងកំពុងតែធ្វើដំណើរឆ្ពោះទៅឡើងប្រាសាទព្រះវិហារណាចា៎ឯនៅលើរថយន្តនេះគឺសុទ្ធតែជាសមាជិកបងប្អូនយើងអញ្ជើញពីភ្នំពេញខ្លះខេត្តកំពង់ចាមខ្លះកំពង់ធំខ្លះសៀមរាបខ្លះឥឡូវនេះយើងមកដល់ទីតាំងមួយនេះគឺថាអាចថាភ្នំគឺគេមិនអនុញ្ញាតឲ្យយើងបើករថយន្តផ្ទាល់ខ្លួនឡើងបន្តទៅលើភ្នំទេដោយសារតែផ្លូវខាងមុខនឹងផ្លូវលក្ខណៈរបៀបចោតណាចារបៀបចោតអញ្ចឹងហើយគឺយើងត្រូវតែដូរជើងរថយន្តនៅទីនេះហើយរថយន្តនៅទីនេះគឺសម្រាប់ជួលការជំនាន់ឆ្នាំ2000អីនឹងខ្ញុំដឹងគឺថារថយន្តបែបនេះគេហៅថាពួក Nissan ណាចាឯរថយន្តទាំងអស់នេះគឺពួកគាត់ជំនាញស្ទាត់នៅក្នុងការស្គាល់ភូមិសាស្ត្រផ្លូវភ្នំឡើងចាជំរាលចោតទាំងសិលាអីយ៉ាងណាព្រៃភ្នំបត់បែនជលងដងអូអីយ៉ាងណាគឺគាត់ដឹងស្គាល់កលុកកលៀតផ្លូវអស់ហើយអញ្ចឹងគឺយើងដូររថយន្តដូរនៅកន្លែងនេះចាម្នាក់ 10000 រៀលចាបើសិនជាយើង1ឡានយើងជិះ8នាក់9នាក់យើងគិតទៅ8-90000តាមហ្នឹងណាចាក្បួនរថយន្តយើងមិញនេះគឺថារួមគ្នារថយន្តក្រុងហ្នឹងគឺថាមានចំនួនច្រើនគួរសមដែរអាចថាមាន20 25នាក់អញ្ចឹងណាចាហើយដល់ពេលយើងមកដូរជើងនេះយើងអាចថាម្លែកគ្នាបានតែយកខ្ទង់4ឡានអញ្ចឹងទៅណាព្រោះយើងមួយឡានយើង8នាក់ណាចាយើងឃើញតែទិសភាពនៅតាមផ្លូវគឺពិតជាស្រស់ស្អាតព្រោះរដូវវស្សាដូចនេះណាចារដូវវស្សាគឺមានសភាពស្អាតហើយផ្លូវឡើងទៅស្រួលទេតែគាត់ថាកន្លែងខ្លះគឺបត់បែនចោតខ្លាំងដែលតម្រូវឲ្យមានការសាងលេខជាច្រើនលើកច្រើនសារចាបើសិនជារថយន្តយើងមកខ្លួនឯងយើងអត់ដឹងភូមិសាស្ត្រយើងអាចនឹងបត់បែនផ្លូវអសរជាអ៊ុយខ្លះអសរជាអេសខ្លះអីចឹងទៅវាមានភាពលំបាកស្មុគស្មាញច្រើនចានេះគឺជាបឹងធម្មជាតិហើយព្រោះថាស្រស់ស្អាតមែនតែនចាមានព្រៃនៅពីមុខពីក្រោយពីឆ្វេងពីស្ដាំអីចឹងมันជាបរិយាយច្រើនទេចានាងខ្ញុំទុកពេលវេលាសម្រាប់ការបរិយាយឬមួយអធិប្បាយនៅលើប្រាសាទវិញនេះគឺជាកន្លែងកឹបសបុតយើងមានគ្នា8នាក់យើងរាប់សបុតទៅគឺ8គ្រប់គឺទៅមុខទៀតបានចាគឺកន្លែងឆៃសបុតនៅកន្លែងហ្នឹងអរគុណច្រើនបងប្អូនសូមទស្សនានៅទស្សនវិជ្ជាទាំងស្រុងនៃផ្លូវបត់បែនឡើងប្រាសាទព្រះវិហារដូចតទៅនេះ
សូមអរគុណច្រើនបងប្អូនសម្រាប់ការទស្សនានៅវីដេអូមួយនេះហើយសង្ឃឹមថាបងប្អូននឹងបានមកទស្សនានៅប្រាសាទព្រះវិហារប្រាសាទគេមរតកដូនតាខ្មែរដែលបន្សល់ទុករាប់រយពាន់ឆ្នាំមកហើយប្រាសាទព្រះវិហារគឺសាងសង់តាំងពីសតវត្សទី9មកម្លេះរហូតដល់សតវត្សទី12ដោយព្រះមហាក្សត្រច្រើនអង្គសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះចា៎សូមជម្រាបលា